ដោយសារខ្ញុំសង្កេតឃើញបងប្អូនយើងមានការហៅសាច់ថ្លៃមិនបានត្រឹមត្រូវអញ្ចឹងថ្ងៃនេះខ្ញុំចេញវីដេអូមួយដើម្បីបង្ហាញបងប្អូនក៏ដូចជាប្រាប់ឲ្យច្បាស់អំពីការហៅបងប្អូនខ្លះមិនដឹងថាហៅពូក្មេកកូនប្រសាចៅប្រសាគាត់ហៅអត់ត្រឹមត្រូវអញ្ចឹងរបៀបហៅទី1យើងនិយាយពីខ្លួនយើងបាទខ្លួនយើងហៅបងហៅប្អូនហ្នឹងគឺគេប្រើពាក្យថ្លៃបងថ្លៃប្អូនថ្លៃចំពោះខ្លួនយើងដដែលហ្នឹងបើយើងហៅទៅថ្នាក់ខ្ពស់ជាងយើងមានឪពុកម្ដាយមាមីងជីតាជីដូនអញ្ចឹងយើងត្រូវហៅថាឪពុកក្មេកម្ដាយក្មេកពូក្មេកមីងក្មេកអ៊ំក្មេកតាក្មេកយាយក្មេកនឹងចំពោះខ្លួនយើងបន្ទាប់មកទៀតយើងនិយាយអំពីឪពុកបាទជួឪពុកនេះគឺមានឪពុកម្ដាយមាមីងអ៊ំប្រុសអ៊ំស្រីហ្នឹងអ្នកទាំងអស់ហ្នឹងត្រូវហៅមកក្រោមមានន័យថាគាត់ហៅមកយើងអញ្ចឹងគាត់ត្រូវប្រើពាក្យថាប្រសាកូនប្រសាក្មួយប្រសាពូក៏ហៅក្មួយប្រសាចំណែកអ៊ំក៏ត្រូវហៅថាក្មួយប្រសាដែរចំណែកជីដូននិងជីតាក៏ពួកគាត់ត្រូវហៅមកថាចៅប្រសាប្រុសចៅប្រសាស្រីដែរអញ្ចឹងការហៅគឺយើងត្រូវឲ្យច្បាស់អ្នកខ្លះគាត់ហៅអត់បានត្រឹមត្រូវអញ្ចឹងជាថ្មីម្ដងទៀតសម្រាប់ខ្លួនយើងហៅបងហៅប្អូនគេប្រើពាក្យថាថ្លៃបងថ្លៃប្អូនថ្លៃចំពោះយើងហៅទៅខាងលើគឺប្រើពាក្យក្មេកឪពុកក្មេកម្ដាយក្មេកអ៊ំក្មេកតាក្មេកយាយក្មេកហើយជួខាងលើដែលហៅមកយើងវិញហ្នឹងគឺត្រូវប្រើពាក្យថាប្រសាកូនប្រសាចៅប្រសាក្មួយប្រសាអញ្ចឹងការហៅហ្នឹងគឺមានតែ3ទេគឺមានពាក្យក្មេកពាក្យថ្លៃនិងពាក្យប្រសាបាទសូមបងប្អូនឈប់ច្រឡំបងប្អូនខ្លះគាត់ចេះតែហៅទៅខ្ញុំធ្លាប់ឮហ្នឹងទៅជាហៅពូថ្លៃបាទមីងថ្លៃវាអត់ត្រឹមត្រូវកាលណាពូមីងគឺយើងប្រើដូចឪពុកម្ដាយគឺឪពុកក្មេកម្ដាយក្មេកអញ្ចឹងការចែករំលែកចំណេះដឹងរបស់ខ្ញុំនេះគឺមានប៉ុណ្ណឹងបើបងប្អូនចង់បានចំណេះដឹងផ្សេងទៀតគឺអាចតាមដាន Channel របស់យើងខ្ញុំបានសូមអរគុណ